តើពិតទេដែលគេនិយាយថាទឹកភ្លៀងនិងទឹកសន្សើមធ្វើឲ្យចន្ទទីខូចម្នាក់ៗនាំគ្នាភ័យខ្លាចអំពីបញ្ហាទាំងអស់នេះព្រោះចន្ទទីវាជារុក្ខជាតិវាត្រូវការទឹកដើម្បីរស់រានមានជីវិតទៅតាមដំណើរនៃធម្មជាតិរបស់វាបើសិនជាបងប្អូនមិនចេះអំពីបច្ចេកទេសនិងមិនយល់អំពីដំណាំចន្ទទីច្បាស់លាស់ទេនោះពិតណាស់បងប្អូននឹងខ្លាចអំពីទឹកភ្លៀងនិងទឹកសន្សើមនេះជាមិនខានចូលស្ដាប់ចម្លើយនេះទាំងអស់គ្នាមកដល់ពាក់កណ្ដាលខែ2ហើយរដូវក្តៅក៏ចាប់ផ្ដើមឈានចូលមកដល់បដាហើយដែរបងប្អូនតែងតែបារម្ភអំពីនៅភ្លៀងកក់ខែនៅក្នុងខែ2នេះតែងតែមានការបារម្ភនិងភ័យខ្លាចចន្ទទីរបស់បងប្អូនខូចតែសម្រាប់ខ្ញុំគឺអត់មានបញ្ហាទេគឺខ្ញុំសប្បាយចិត្តនៅពេលដែលមានភ្លៀងធ្លាក់នៅតាមចំការដែលខ្ញុំថែទាំដោយសារអ្វីនៅក្នុងកំឡុងខែ2អាកាសធាតុក្តៅស្ងួតយប់ត្រជាក់ខ្លាំងថ្ងៃក្តៅខ្លាំងធ្វើឲ្យដីដាច់សំណើមដើមគ្មានទឹកផ្កាស្វិតក្រៀមក្តឹបក៏ស្វិតជ្រុះដោយសារខ្វះជាតិទឹកហើយនឹងសារធាតុថ្នាំដែលយើងបាញ់ឲ្យវាមួយចំនួនធ្វើការមិនសូវល្អដោយសារជាតិទឹកมันបានមកជួយបំពេញវាអញ្ចឹងចន្ទទីនៅក្នុងកំឡុងពេលនេះគឺជួបគាំងដោយសារភាព stress នៃការខ្វះទឹកនេះឯងអញ្ចឹងបើបងប្អូនមានបញ្ហាភ័យខ្លាចពីបញ្ហាទឹកភ្លៀងធ្លាក់មកនាំនៅជាតិពុលធ្វើឲ្យប៉ះពាល់រលាកផ្កាឬជ្រុះក្តឹបនោះវាជាចំណុចមួយដែលបងប្អូនមិនបានប្រើប្រាស់នៅផលិតផលវាតាំងពីដើមទីបង្កើតជាអាវក្រោះដើម្បីទប់ស្កាត់នៅអាកាសធាតុបែបនេះនិងបញ្ហាបែបនេះទឹកភ្លៀងវាជាចំណុចល្អបំផុតសម្រាប់រុក្ខជាតិទូទៅបើអត់ទឹកអត់សន្សើមនោះរុក្ខជាតិវានឹងក្រៀមស្វិតរហូតដល់បាត់បង់ជីវិតហើយដំណើរការនៃការបង្កើនផលគោត្រូវអសកម្មហើយគោមិនសូវបានទទួលលទ្ធផលល្អដែរដូច្នេះសូមបងប្អូនចេះកែប្រែនៅឱកាសមាសមួយនេះយកបញ្ហាកែប្រែឲ្យទៅជាមានប្រយោជន៍ភ្លៀងធ្លាក់តិចតួចវានឹងអាចពំនាំជាតិពុលនៅក្នុងលំហមកជាមួយធ្វើឲ្យប៉ះពាល់ផ្កាមួយចំនួនបើសិនជាបងប្អូនចេះកែប្រែបាញ់លាងនៅសារធាតុជួយមួយចំនួនវានឹងល្អប្រសើរមកវិញតែបើសិនជាភ្លៀងជោគជាំទឹកភ្លៀងវានឹងល្អបំផុតនិងជាអាហារល្អបំផុតសម្រាប់រុក្ខជាតិទូទៅដើម្បីរស់រានមានជីវិតបន្តទៀតដូច្នេះសូមបងប្អូនកុំភ័យបារម្ភកុំពិបាកចិត្តនៅមានបញ្ហាទឹកភ្លៀងធ្លាក់មកចូលសប្បាយរីករាយដូចខ្ញុំអញ្ចឹងរាល់ថ្ងៃខ្ញុំដាក់ជីថ្នាំទៅឲ្យរុក្ខជាតិជួយរុក្ខជាតិបានត្រឹមតែ70ឬ80%ប៉ុណ្ណោះដោយសារដីដាច់សំណើមខ្លាំងបើសិនជាមានភ្លៀងនោះនឹងជួយបំពេញបាន100%រុក្ខជាតិនឹងមានសន្ទុះទៅមុខលឿនល្អបំផុតហើយទទួលផលក៏បានច្រើនជាងដីខ្វះសំណើមនេះដែរសូមបងប្អូនកុំបារម្ភកុំពិបាកចិត្តនៅលើបញ្ហាទាំងនេះចូលសប្បាយរីករាយចេះក្តាប់យកឱកាសល្អនេះនិងកែប្រែវាឲ្យទៅជាឱកាសមាសសម្រាប់បងប្អូនទទួលជោគជ័យក្នុងការប្រមូលផលត្បិតតែទឹកភ្លៀងបានជួយដល់ដំណាំចន្ទទីបានច្រើនលើសលប់បំផុតមែនប៉ុន្តែនៅមានចំណុចចន្លោះប្រហោងពី5%ទៅ10%ចូលបងប្អូនគួរតែបង្ក្រប់បន្ថែមនៅចន្លោះនេះទី1បន្ទាប់ពីភ្លៀងបងប្អូនត្រូវតែបាញ់នៅថ្នាំប្រភេទថ្នាំជំងឺនិងសត្វល្អិតតិចតួចទៅលើវាហើយនឹងដាក់នៅសារធាតុបំប៉នមួយចំនួនធ្វើឲ្យវា relax បាត់ stress មានសុខភាពល្អមកវិញហើយរាល់ដំណោះស្រាយទាំងនេះខ្ញុំក៏មានបទពិសោធន៍ក្នុងការដោះស្រាយវាជាច្រើនឆ្នាំកន្លងមកហើយដែរបើសិនជាមានចម្ងល់បងប្អូនអាច call សួរតាមរយៈលេខទូរស័ព្ទខាងក្រោមដើម្បីបានព័ត៌មានលម្អិតបន្ថែមនៅក្នុងកំឡុងពេលនេះចូលបងប្អូនចេះឆក់យកឱកាស10%បន្ថែមទៀតដើម្បីប្រគ្រប់ឲ្យបាន100%ទទួលលទ្ធផលល្អនិងទទួលបានទិន្នផលខ្ពស់នៅបន្ទាប់ពីមានភ្លៀងធ្លាក់ហើយដីមានសំណើមគ្រប់គ្រាន់នោះហើយបើសិនជាបងប្អូនមានសមត្ថភាពបងប្អូនគួរតែចាក់ជីគល់បន្ថែមឲ្យប្រព័ន្ធឬធ្វើការបានល្អឡើងវិញបើបងប្អូនពុកម៉ែចង់បានវីដេអូនិងចំណេះដឹងថ្មីៗសូមជួយ like និងជួយ share និងឲ្យបេះដូងបានច្រើនសូមអរគុណ